បាទបងប្អូនសាប៊ូកូនខ្មែរមានពីរក្លិនសម្រាប់លាងចានបាទគឺទីមួយគឺក្លិនគល់ស្ត្រីហើយទីពីរគឺក្លិនក្រូចតែជាទូទៅខ្ញុំចូលចិត្តក្លិនស្ត្រីដែលសារវិជាប្រហារបាទហើយលក្ខណៈសម្បត្តិរបស់សាប៊ូកូនខ្មែរយើងទីមួយដាក់តែបន្តិចគឺលាងបានរាវតែម្ដងបងប្អូនបានលាងចានម្ដងបាន4-10តែម្ដងហើយទីពីរគឺមានពពុះច្រើនហើយងាយស្រួលសម្អាតបងប្អូនបាទទី3គឺលាងទឹកឆាប់ច្រាស់បាទឆាប់ច្រាស់ល្អដោយសារតែយើងមិនមានប្រើសារធាតុកាត់ច្រើនបាទន័យថាលាងបន្តិចគឺវាអស់ជាតិល្អនឹងលឿនហ្មងបងប្អូនបាទអញ្ចឹងនេះជាលក្ខណៈពិសេសរបស់គូខ្មែរយើងបាទហើយមិនមានស្នាមប្រឡាក់ផ្សេងៗទៀតឡើយបាទសូមអរគុណ